ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកទៀតហើយអំពីការសន្ទនានៅក្នុងសៀវភៅ ASK1 អញ្ចឹងចំពោះពាក្យយើងបានរៀនចប់ហើយឥឡូវនេះយើងចាប់ផ្ដើមចូលទៅដល់មេរៀនទី1តទៅនឹងការសន្ទនាណាឥឡូវដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅមេរៀនយើងទាំងអស់គ្នាតាទី1课第一课你好你好ចឹងយើងបកប្រែថាមេរៀនទី1សួស្តីចឹងទី1ខនឹងមានន័យថាមេរៀនទី1តាអញ្ចឹងតើតើនឹងការសន្ទនាមានបុគ្គល A និងបុគ្គល B អញ្ចឹងនៅពេលដែលបុគ្គល A និយាយថានីហៅនីហៅបុគ្គល B ក៏បានឆ្លើយតបថានីហៅនីហៅហ្នឹងហើយនៅពេលដែលគេសួស្តីមកកាន់អញ្ចឹងយើងត្រូវសួស្តីទៅកាន់គេវិញហើយធ្វើហ្នឹងហើយតាពាក្យនិនហៅនិនហៅក៏ជាការសួស្តីដែរតែសួស្តីចំពោះអ្នកដែលមានអាយុច្រើនតានីមិនហៅនីមិនហៅសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយទួយពូឈីទួយពូឈីសុំទោសไม่关系ไม่关系មិនអីទេតើឥឡូវយើងអានម្ដងទៀត你好你好您好您好你们好你们好对不起对不起没关系没关系អូខេនេះចំពោះការសន្ទនានៅក្នុងមេរៀនទី1តើឥឡូវយើងចូលទៅដល់មេរៀនទី2ទាំងអស់គ្នាតើឥឡូវយើងចូលដល់មេរៀនទី2ម្ដងតា第二课第二课谢谢你谢谢你បបប្រែថាមេរៀនទី2អរគុណអ្នកតាយើងចូលទៅដល់ការសន្ទនាទាំងអស់គ្នា谢谢谢谢បបប្រែថាអរគុណ不谢不谢បបប្រែថាកុំអរគុណអី谢谢你谢谢你អរគុណអ្នក不客气不客气កុំគួរសមអី再见再见លាសិនហើយតែឥឡូវយើងអានចិនម្ដងទៀត第一课谢谢你谢谢不谢谢谢你不客气再见តែអញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកជាមួយអ្នកទាំងអស់គ្នាពីមេរៀននេះអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយអញ្ចឹងដើម្បីឲ្យជួបគ្នានៅវីដេអូក្រោយយើងទទួលបាននៅមេរៀនថ្មីសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីពីរូបនឹងខ្ញុំនឹងធ្វើជាមេរៀនទៅនឹងការសន្ទនាចែករំលែកដល់អ្នកទាំងអស់គ្នាបន្តទៀតណាអូខេអរគុណជម្រាបលាអ្នកទាំងអស់គ្នា